ខ្មែរនេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំខែសុណងសូមជម្រាបសួរលោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីបាទខ្ញុំបាទមុំសុផុនក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីគោរពរាប់អានចា៎យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអង្គារ14រោចដាច់ខែមករាឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ដែលត្រូវនៅថ្ងៃទី31ខែធ្នូគ្រិស្តសករាជ2013បាទជាដំបូងនេះខ្ញុំបាទសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោករងឈុននិងសហជីពចំនួន5ទៀតរំសាយបាតកម្មមួយថ្ងៃដើម្បីចូលរួមឆ្នាំសកលអ្នកគាំទ្រគណៈបកសង្គ្រោះជាតិបន្តធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យសមាគមគ្រូបង្រៀនអំពាវនាវឲ្យគ្រូបង្រៀនធ្វើកោតកម្មដើម្បីទាមទារប្រាក់ខែ1 លានរៀលប្រជាពលរដ្ឋនៅកំពង់ឆ្នាំងចោទក្រុមហ៊ុនបញ្ជូនពលករមួយថាបោកប្រាស់ពួកគាត់ព្រមទាំងព័ត៌មានសំខាន់ផ្សេងទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទមុំសុផុនសូមជូនព័ត៌មានពិស្ដាមេដឹកនាំសហជីពធំបានសម្រេចចិត្តរំសាយបាតកោដែលតែងតែប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈនោះសិនដើម្បីទុកឲ្យកម្មករបានឈប់សម្រាកដើម្បីចូលរួមបុណ្យឆ្នាំសកលមួយថ្ងៃចំណែកឯរដ្ឋាភិបាលវិញបានព្រមានថាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងប្រធានសហជីពនិងសមាគមមួយចំនួនដោយបានចាត់ទុកថាជាអ្នកដែលនៅពីក្រោយខ្នងនៃការធ្វើបាតកម្មនោះលោកមុំមនីរតមានសេចក្តីរាយការណ៍អំពីព័ត៌មាននេះប្រធានសហភាពសហជីពកម្ពុជាឲ្យដឹងថាបាតុកម្មដែលតែងជួបជុំនៅខាងមុខក្រសួងការងារដែលទាមទារដំឡើងប្រាក់ខែគោលចំនួន$160នឹងត្រូវផ្អាករយៈពេល1ថ្ងៃដើម្បីទុកឱកាសឲ្យកម្មករបានឈប់សម្រាកចូលឆ្នាំសកលប៉ុន្តែនៅដើមសប្តាហ៍ក្នុងឆ្នាំ2014កម្មករនឹងធ្វើបាតុកម្មដោយដើមឡើងវិញនៅតាមគោលដៅនៃរោងចក្រនីមួយៗលោករងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាប្រធានសហភាពសហជីពកម្ពុជាមានប្រសាសន៍នៅថ្ងៃទី31ខែធ្នូមុនការរំសាយកម្មករនៅមុខក្រសួងការងារថានៅថ្ងៃទី1ខែមករាកម្មករនៅតាមបណ្ដារោងចក្រដែលបិទទ្វារក្នុងពេលកន្លងទៅនេះនឹងត្រូវផ្អាកបណ្ដោះអាសន្នលោកអះអាងថាការរំសាយកម្មករនេះគឺបំណងដើម្បីទុកឲ្យពួកគេបានឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំសកលលោកបន្តថានៅថ្ងៃទី2បាតុកម្មនឹងផ្ទុះឡើងវិញហើយការកម្រើកជាថ្មីទៀតនេះគឺមានលក្ខណៈទ្រង់ទ្រាយធំដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលធ្វើទឹកដីសម្រេចមួយដោយអ្វីដែលកម្មករបានទាមទារគឺប្រាក់ខែគោល$160រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនល្ងងមែនតើល្ងងបែបម៉េចស្ថិតនៅក្នុងស្ថានភាពរំជើបរំជួលគ្រប់មជ្ឈដ្ឋានទាំងកម្មករប្រជាពលរដ្ឋគ្រូបង្រៀននៅថ្ងៃទី6គ្រូបង្រៀនធ្វើកោតកម្មទៀតអញ្ចឹងបើសិនជាចាប់ខ្លួនខ្ញុំនាំខ្លួនខ្ញុំដាក់ពន្ធនាគារដោយធ្វើអត្តឃាតលោកហ៊ុនសែនចឹងចំណែកកម្មការនីមួយចំនួនដែលបានចូលរួមធ្វើបាតុកម្មនៅខាងមុខក្រសួងការងារថ្លែងថាប្រសិនបើរដ្ឋាភិបាលនិងជំនាញពាក់ព័ន្ធនៅតែមិនដោះស្រាយទៅតាមការទាមទារទេបាតុកម្មនេះនឹងបន្តអូសបន្លាយដល់ទីបញ្ចប់ព្រោះថ្ងៃបានគាត់ពួកសហជីពហ្នឹងឯងជួយថាជួយប្រកកម្លាំងចិត្តពួកខ្ញុំហើយជារួមជួយទាំងសងខាងពួកខ្ញុំជួយគាត់ជួយពួកខ្ញុំពេលអញ្ចឹងបើសិនជាចាប់ពួកគាត់ដាក់គុកដាក់អីពួកខ្ញុំអត់សុខចិត្តទេបងកម្មកររាប់ពាន់នាក់បានបិទផ្លូវចាប់ពីព្រឹកថ្ងៃទី31ខែធ្នូរហូតដល់រសៀលទើបសម្រេចរំសាយទៅវិញចំណែកនៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីដែលនៅខាងមុខក្រសួងការងារវិញសកម្មភាពនៃការធ្វើចរាចរណ៍ត្រូវកាត់ផ្តាច់ដោយកម្លាំងកម្មករប្រសង់និងនិស្សិតទន្ទឹមនឹងនេះសាកលវិទ្យាល័យមួយចំនួននៅក្បែរទីតាំងប្រមូលផ្ដុំនោះក៏ត្រូវបិទទ្វារដែរជាងនេះទៀតកម្លាំងជាច្រើន100នាក់នៅផ្នែកខាងកើតក្បែរមន្ទីរពេទ្យកុមារជាតិត្រូវគេពង្រាយយ៉ាងស្អេកស្កះដើម្បីទប់ស្កាត់កម្លាំងកម្មករក្នុងបំណងណាមួយសម្ដៅទៅរោគចំណុចសំខាន់របស់រដ្ឋាភិបាលវិទ្យុអាស៊ីសេរីពុំអាចតាក់ទងមន្ត្រីនៃក្រសួងការងារដើម្បីបំភ្លឺជុំវិញការទាមទាររបស់កម្មករបានទេនៅថ្ងៃទី31ខែធ្នូយ៉ាងណាក៏ដោយលិខិតចុះថ្ងៃទី30ខែធ្នូដែលមានលោកងៅហុងលីជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារមាន4ចំណុច
ក៏ប៉ុន្តែចំណុចដែលសំខាន់គឺព្រមមានចាត់វិធានការតាមផ្លូវច្បាប់ទៅតុលាការប្រឆាំងសហជីពចំនួន4និងសមាគមមួយរបស់លោករងឈុនបើសហជីពនិងសមាគមទាំងនេះនៅតែបន្តរឹងរូសដឹកនាំធ្វើបាតុកម្មបន្តទៀតលិខិតព្រមានបន្តថាហើយការទាមទារដំឡើងដល់$160ភ្លាមៗគឺមិនអាចអនុវត្តបានឡើយចំណែកលោករងឈុនអះអាងថាលោកនឹងសហជីពចំនួន4ផ្សេងទៀតនឹងមិនញញើតចំពោះការព្រមាននេះជាដាច់ខាតដោយឡែកក្រុមកម្មករបានព្រមានទៅរដ្ឋាភិបាលវិញដែរថាបើនៅតែជ្រើសរើសការចាប់ចងប្រឆាំងប្រធានសហជីពទៀតមហាបាតុកម្មនេះនឹងផ្ទុះឡើងលោកអំសំអាតអ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូដែលឃ្លាំមើលការធ្វើបាតុកម្មថ្លែងថារដ្ឋាភិបាលគប្បីដោះស្រាយដោយសន្តិវិធីជាជាងការប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបប្រើប្រាស់នៅរូបភាពនៃការពមៀនគ្រប់បែបយ៉ាងទៅលើសហជីពណាមេដឹកនាំសហជីពវាហាក់បីដូចជាការចាក់សាំងដុតបន្ថែមទៅលើភ្លើងឲ្យវាពុះពីជ្រោលហើយខ្ញុំជឿថាបើហ៊ានតែចាប់មេដឹកនាំទាំង6នាក់នឹងមែននោះបាតកម្មនឹងផ្ទុះកាន់តែធំសម្រាប់កម្មករទូទាំងប្រទេសមន្ត្រីសហជីពឲ្យដឹងថាគិតមកដល់ពេលនេះមានរោងចក្រប្រមាណជាង300ហើយត្រូវបិទទ្វារបាទទោះជាបែបណាលិខិតចុះថ្ងៃទី31ខែធ្នូរបស់លោកអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារបានសម្រេចផ្តល់ប្រាក់ខែគោលដល់កម្មករនិយោជិកផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងពី$80ទៅ$100ក្នុងមួយខែសម្រាប់ឆ្នាំ2014បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលមានស្រាប់ខ្ញុំបមនីរតវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីគណៈបកសង្គ្រោះជាតិនឹងធ្វើពិធីឆ្លងឆ្នាំចាស់ឆ្នាំ2013ចូលឆ្នាំថ្មី2014នៅទីលានប្រជាធិបតេយ្យជាមួយនឹងក្រុមបាតកោបាទមានមនុស្សរាប់ពាន់នាក់នៅតែជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យតាំងពីម៉ោង4ល្ងាចរហូតមកដល់ពេលនេះបាទហើយថ្ងៃទី31ខែធ្នូនេះគឺជាថ្ងៃទី7ហើយដែលគណៈបកសង្គ្រោះជាតិបានធ្វើមហាបាតកម្មអហិង្សាដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនិងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងបាទលោកវ៉ាន់វាចាដែលកំពុងតែនៅទីលានប្រជាធិបតេយ្យនោះស្រាប់មានសេចក្តីរាយការណ៍បាទលោកនាងជាទីមេត្រីនៅថ្ងៃទី31ខែធ្នូជាថ្ងៃដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំសកលពី2013ឈានចូល2014នេះបាតកោគណៈបកសង្គ្រោះជាតិបានជួបជុំគ្នាហើយគ្រងនឹងប្រារព្ធពិធីឆ្លងឆ្នាំនៅទីលានប្រជាធិបតេយ្យជាទីតាំងដែលគណៈបកសង្គ្រោះជាតិនឹងធ្វើបាតកម្មដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនិងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងតែម្ដងបាទនៅក្នុងការជួបជុំគ្នានៅល្ងាចថ្ងៃទី31ខែធ្នូនេះប្រធានគណៈបកលោកសំរងស៊ីបានថ្លែងការជូនពរឆ្នាំថ្មីទៅកាន់ប្រជាពលរដ្ឋទៅកាន់កម្មករនិងមន្ត្រីរាជការទាំងអស់ដោយលោកហៅឆ្នាំថ្មីឆ្នាំ2014ដែលឈានចូលនៅវេលាប្រមាណម៉ោងខាងមុខនេះថាជាឆ្នាំដែលកម្ពុជានឹងទទួលបានយុត្តិធម៌សង្គមកម្ពុជានឹងទទួលបាននៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដហើយក៏ជាឆ្នាំដែលកម្មករកម្មការិនីនិងមន្ត្រីរាជការទាំងអស់មានជីវភាពធូរធារដោយសារតែបាតកម្មរបស់គណៈបកសង្គ្រោះជាតិនឹងបានទទួលជោគជ័យដែរជុំវិញស្ថានភាពកម្មករតវ៉ាវិញលោកសំរងស៊ីបានបដិញ្ញាចិត្តថានឹងបន្តការតវ៉ាជាមួយកម្មករដើម្បីទាមទារឲ្យកម្មករបានប្រាក់ខែគោល$160ក្នុងមួយខែនិងបានថ្លែងស្នើទៅកាន់ក្រុមកម្មករដែលចូលរួមបាតកម្មថ្ងៃនេះទាំងអស់ឲ្យចូលរួមការពារសហជីពមួយចំនួនដែលការពារកម្មករទាមទារឲ្យមានការដំឡើងប្រាក់ខែឲ្យកម្មករហ្នឹងពីព្រោះថារាជរដ្ឋាភិបាលបានចេញលិខិតពមៀនមួយទៅកាន់សហជីពមួយចំនួនដោយក្រុងនឹងប្តឹងតំណាងសហជីពមួយចំនួនទៅកាន់តុលាការហើយលោកសំរងស៊ីបញ្ជាក់ថាมันអាចធ្វើបាបតំណាងសហជីពទាំងអស់ហ្នឹងបានទេបើសិនជាធ្វើអញ្ចឹងមែនគណៈបក្សសង្គ្រោះជាតិនឹងដឹកនាំបាតកម្មមហាជនដើម្បីការពារតំណាងសហជីពនឹងតែម្ដងបាទចំពោះលោកកម្មសខាវិញលោកកម្មសខាបានថ្លែងតាក់ទងនឹងការចរចារបស់គណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិប៉ុន្តែលោកកម្មសខាបញ្ជាក់ថាបើសិនជាមានការចរចាមែននោះលោកថាតែការចរចានោះនិយាយអំពីកំណែតម្រង់នៃការបោះឆ្នោតនិងការបោះឆ្នោតឡើងវិញដែលស្របតាមឆន្ទៈប្រជាពលរដ្ឋហើយរឿងអ្វីផ្សេងទៀតដែលមានការចរចាដោយពីលើកមុនគឺលោកមិនទទួលយកឡើយហើយនៅរាត្រីនេះបាតកោទាំងអស់បានជួបជុំគ្នាហើយធ្វើពិធីច្រៀងរាំនៅទីលានប្រជាធិបតេយ្យហើយក៏មានការគ្រប់គ្រងពីសំណាក់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិដែរ
ហើយលោកសំរងស៊ីលោកកម្មសថាសន្យានឹងក្រុមបាតកោថាពួកគាត់នឹងត្រឡប់មកឆ្លងឆ្នាំជាមួយនឹងក្រុមបាតកោវិញហើយខ្ញុំបានវ៉ាន់វិចាធ្វើសេចក្តីរាយការណ៍ពីទីលានប្រជាធិបតេយ្យបាទសូមអរគុណលោកវ៉ាន់វិចាបាទលោកមុំសំណងដូប្រធានវិទ្យុសម្បុកឃ្មុំមានគម្រោងដឹកនាំបាតកម្មមួយដើម្បីតវ៉ាសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្ថែមនិងបង្កើតទូរទស្សន៍សម្បុកឃ្មុំក៏ប៉ុន្តែគម្រោងនោះមានភាពចម្រូងចម្រាសនៅពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទោសថាការប្រុងធ្វើបាតកម្មនោះដោយគ្រាន់តែជាលេសមិនព្រមបង់ពន្ធចូលរដ្ឋតែប៉ុណ្ណោះពីព្រោះប្រធានវិទ្យុសម្បុកឃ្មុំបានចម្ពាក់ប្រាក់សោធទោសជាច្រើនពាន់លានរៀលដោយមិនទាន់បានបង់ចូលរដ្ឋនៅឡើយអ្នកស្រីអុកសាវរីមានសេចក្តីរាយការណ៍ប្រធានវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យលោកមុំសំណងដូថ្លែងទាមទារឲ្យប្រទេសកម្ពុជាត្រូវតែមានច្បាប់សោធទោសសិនមុននឹងក្រសួងព័ត៌មានទារប្រាក់បង់ពន្ធសោធទោសពីស្ថានីយ៍វិទ្យុសម្បុកឃ្មុំលោកថ្លែងយ៉ាងដូចនេះនៅថ្ងៃទី31ខែធ្នូឆ្នាំ2013គណៈសារព័ត៌មានក្នុងស្រុកមួយបានដកស្រង់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធបានបង្ហើបថាលោកមុំសំណងដូត្រូវបង់ប្រាក់ជំពាក់រាប់លានរៀលជាមុនសិនមុនសុំធ្វើបាតុកម្មលោកមុំសំណងដូថ្លែងបន្តថាប្រាក់បង់ពន្ធជូនរដ្ឋដូចជាអាជ្ញាប័ណ្ណនិងរលកធាតុអាកាសគឺបានបង់ប្រចាំខែច្រើនពាន់ដុល្លារប៉ុន្តែការទាមទារបង់ប្រាក់សោធទោសលោកសន្យាបង់ឲ្យដរាបណាច្បាប់បានបង្កើតហើយអាចផ្ដល់ប្រយោជន៍ស្មើគ្នាគ្រប់ស្ថានីយ៍វិទ្យុជាង100នៅប្រទេសកម្ពុជាជាច្បាប់បងតាក់សោតទួហើយខ្ញុំចង់យល់អំពីច្បាប់សោតទួនឹងមានអីខ្លះតែបង្ហាញខ្ញុំសិនហើយគាត់អត់ព្រមបង្ហាញគាត់គិតតែពីទាលុយហើយតម្រិតវិទ្យុមិនកើតព្រោះថាយកពន្ធដារពីច្បាប់សោតទួខ្ញុំចង់ដឹងថាច្បាប់សោតទួយ៉ាងដូចម្ដេចខ្ញុំសប្បាយចិត្តនឹងជូនលុយហើយនឹងបងតាក់ជូនក្រសួងព័ត៌មានដែរបើសិនជាមានច្បាប់មួយធ្វើយ៉ាងដូចម្ដេចឲ្យវិទ្យុមានភាពស្មើគ្នាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធជំរាបសួរព័ត៌មានតបនឹងការទាមទាររបស់លោកមុំសំណងដូបានភ្លាមទេនៅថ្ងៃទី31ខែធ្នូឆ្នាំ2013បញ្ហានេះអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានអះអាងថាជារៀងរាល់ឆ្នាំគ្រប់ស្ថានីយ៍ផ្សព្វផ្សាយព័ត៌មានទាំងអស់ត្រូវតែបង់ពន្ធរួមទាំងពន្ធអាជ្ញាប័ណ្ណជាដើមទោះបីច្បាប់សោតទោសមិនទាន់មានក៏ដោយទី1គឺគាត់ត្រូវបង់ពន្ធដារសម្រាប់កិច្ចការងារពាណិជ្ជកម្មទី2គាត់ត្រូវបង់ប្រាក់តម្លៃបង់ចូលរដ្ឋនៅក្នុងការងារដែលគាត់ជាម្ចាស់ទីស្ថានីយ៍ដែលមានកាតព្វកិច្ចមួយទៅបង់លុយជូនរដ្ឋនៅពេលដែលយើងទទួលបានអាជ្ញាប័ណ្ណគេបញ្ជាក់ប្រាប់នឹងហើយមិនមែនពាក់ព័ន្ធច្បាប់សោតទោសទេប្រធានផ្នែកស៊ើបអង្កេតសមាគមអាត់ហុកលោកនីចរិយាថ្លែងថាលោកមុំសំណងដូអាចបង់តែប្រាក់រលកធាតុអាកាសនិងប្រាក់អាជ្ញាប័ណ្ណដែលមានចែងនៅក្នុងច្បាប់ពន្ធដារហើយលោកមុំសំណងដូគាត់មិនអាចបង់ប្រាក់សោតទោសខណៈច្បាប់នោះដែលមិនទាន់បង្កើតទេទីតើតើទៅនឹងថាច្បាប់សោតទោសគ្របដណ្ដប់ទៅលើវិទ្យុនេះទេបើសិនមកមិនគ្របដណ្ដប់ទៅលើវិទ្យុទេគឺអត់មានតាក់ទងទេព្រោះថាលោកមុំសំណងដូមិនទាន់មានអានេះទូទស្សន៍លោកមុំសំណងដូប្រធានវិទ្យុសម្បុកឃ្មុំឲ្យដឹងថាគាត់បានស្នើសុំបន្ថែមកម្លាំងផ្សាយបន្តទៅតាមខេត្តនានាដែលវិទ្យុនេះមិនបានលើដល់តំបន់ឆ្ងាយពីរាជធានីភ្នំពេញនិងសូមបង្កើតទូរទស្សន៍ប៉ុន្តែมันមានការអនុញ្ញាតពីក្រសួងព័ត៌មានតាំងពីឆ្នាំ2006មកទើបក្រុមអ្នកប្រជាធិបតេយ្យចង់លើកគ្នាទៅធ្វើបាតកម្មនៅមុខក្រសួងព័ត៌មានកាលពីថ្ងៃទី29ខែធ្នូហើយបានអខានដោយសាលារាជធានីភ្នំពេញបដិសេធពាក្យសុំធ្វើបាតកម្មដែលមិនទាន់ត្រឹមត្រូវតាមទម្រង់ច្បាប់លោកមុំសំណងដូបន្ថែមថាតាមច្បាប់បាតកម្មបានកំណត់ឲ្យដាក់ពាក្យសុំធ្វើបាតកម្មឲ្យបានមុន5ថ្ងៃហើយអ្នកចូលរួមបាតកម្មចំនួន200នាក់លោកថាលោកគោរពតាមការណែនាំកាលពីថ្ងៃទី29ខែធ្នូរបស់សាលារាជធានីភ្នំពេញហេតុនេះលោកដាក់ពាក្យសុំធ្វើបាតកម្មជាថ្មីរួចហើយទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី30ខែធ្នូលោកបន្តថាបាតកម្មនឹងធ្វើនៅថ្ងៃទី6ខែមករាឆ្នាំ2014ដើម្បីជំរុញឲ្យក្រសួងព័ត៌មានអនុញ្ញាតឲ្យមានទូរទស្សន៍និងវិទ្យុអាចបន្ថែមកម្លាំងផ្សាយបន្តទៅតំបន់ដែលប្រជាពលរដ្ឋមិនអាចស្ដាប់ឮការផ្សាយវិទ្យុនិងចង់មើលការផ្សាយទូរទស្សន៍សម្បុកឃ្មុំនាងខ្ញុំអុកសាលបូរីវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីតាក់ទងទៅនឹងរឿងធ្វើបាតកម្មស្រដៀងគ្នានេះដែរមេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានព្រមានថានឹងដឹកនាំក្រុមគ្រូបង្រៀនទូទាំងប្រទេសធ្វើកោតកម្មមិនព្រមចូលធ្វើការនៅសប្តាហ៍ទី1ដើមខែមករាឆ្នាំ2014គម្រោងធ្វើកោតកម្មនេះគឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនដល់លោកគ្រូអ្នកគ្រូមន្ត្រីរាជការឲ្យបាន1លានរៀលក្នុងមួយខែសម្រាប់គ្រូម្នាក់ៗដំណឹងដឹកនាំធ្វើកោតកម្មនេះសម្រាប់ក្រុមគ្រូបង្រៀនដែលនៅតាមបណ្ដាខេត្តនានានិងសាលាមួយចំនួនបានអះអាងថានឹងចូលរួមសហការលើកបដាតវ៉ានៅតាមសាលារៀងៗខ្លួនដែលពួកគាត់កំពុងតែបង្រៀននោះលោកដានយុទ្ធជាមានសេចក្តីរាយការណ៍
ភ្លាមបន្ទាប់ពីអង្គសមាជឬសមាជិកគ្រូបង្រៀនពីតាមបណ្ដាខេត្តនានាទូទាំងប្រទេសបានបោះឆ្នោតឲ្យបន្តដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងអាណត្តិទី5រួចមកលោករងឈុនបានប្រកាសនៅថ្ងៃអង្គារទី31ខែធ្នូថានឹងដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេសធ្វើកោតកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដំឡើងប្រាក់ខែជូនគ្រូបង្រៀនឲ្យបាន1លានរៀលក្នុងមួយខែលោកបន្តថាកោតកម្មនេះធ្វើឡើងតាមរយៈគ្រូបង្រៀនមិនជុលបង្រៀនឬលើកបដាតវ៉ាដំឡើងប្រាក់ខែ1លានរៀលនៅតាមរបងសាលានីមួយៗនៅថ្ងៃច័ន្ទទី6ខែមករាឆ្នាំ2014ធ្វើមហាកោតកម្មនៅនឹងកន្លែងដោយមិនបង្រៀនសូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ចូលរួមហើយនឹងសរសេរបដាចងនៅតាមរបងសាលានីមួយទាំងអស់គ្នាគឺសូមប្រាក់ខែអបបរមា1លានរៀលការព្រមាននេះកើតឡើងស្របពេលដែលក្រុមកម្មកររោងចក្រកាត់ដេរនិងផលិតស្បែកជើងស្ទើរទូទាំងប្រទេសបានធ្វើកោតកម្មមិនចូលធ្វើការដើម្បីទាមទាររដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យបាន$160សហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់កម្មករម្នាក់កោតកម្មនេះសម្រាប់សមាជិកសមាគមគ្រូបង្រៀនឬតំណាងគ្រូបង្រៀននៅតាមបណ្ដាខេត្តមួយចំនួនបានប្រកាសថានឹងចូលរួមធ្វើកោតកម្មមិនចូលបង្រៀនរហូតមានដំណោះស្រាយដំឡើងប្រាក់ខែជូនគ្រូបង្រៀនឬមន្ត្រីរាជការដទៃទៀតគ្រូបង្រៀននៅសាលាវិទ្យាល័យអង្គរខេត្តសៀមរាបលោកស៊ីមពៅមានប្រសាសន៍ថាបានត្រៀមលក្ខណៈចូលរួមធ្វើកោតកម្មជាមួយមេដឹកនាំសមាគមគ្រូបង្រៀនដើម្បីទាមទារដំឡើងប្រាក់ខែឲ្យបាន1លានរៀលរួចហើយគ្រូបង្រៀនរូបនេះបានថ្លែងរិះគន់រដ្ឋាភិបាលថាប៉ុន្មានអាណត្តិមកនេះមិនបានជួយកិត្តគូដល់ជីវភាពគ្រូបង្រៀនឲ្យបានសមរម្យទេលោកបន្តថាទន្ទឹមនឹងប្រាក់បៀវត្សដែលមានចំនួនតិចតួចស្រាប់ទៅហើយនោះប៉ុន្តែបែរជារដ្ឋាភិបាលបើកជូនគ្រូបង្រៀនមិនបានទៀងទាត់តាមខែនីមួយៗថែមទៀតនៅទីជនបទទីក្រុងក៏ដោយគឺចោទពីបញ្ហាទំនិញឡើងថ្លៃមិនស្របជាមួយនឹងប្រាក់បៀវត្សរបស់គ្រូបង្រៀនអញ្ចឹងទោះជាប្រាក់បៀវត្ស1លានរៀលនេះក៏មិនគ្រប់គ្រាន់ទេប៉ុន្តែការទាមទារនេះគ្រាន់តែជាការទាមទារទៅតាមដំណាក់កាលនៃជំហានអញ្ចឹងសង្ឃឹមថាគ្រូបង្រៀនទាំងអស់នឹងចូលរួមឲ្យសកម្មបំផុតផលបាទទូទាំងប្រទេសដើម្បីធ្វើការកោតកម្មបញ្ឈប់ការបង្រៀនដើម្បីឲ្យរដ្ឋាភិបាលទទួលយកសំណូមពររបស់គ្រូបង្រៀនទូទាំងប្រទេសបាទដូចគ្នាដែរសម្រាប់គ្រូបង្រៀននៅខេត្តរតនមានជ័យនិងខេត្តបន្ទាយមានជ័យជាដើមក៏បានត្រៀមចូលរួមធ្វើកោតកម្មទាមទារដំឡើងប្រាក់ខែ1លានរៀលនេះដែរគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តបន្ទាយមានជ័យលោកអឿសុផាមានប្រសាសន៍ថាប្រាក់ខែគ្រូបង្រៀនដែលទទួលបានសប្តាហ៍ថ្ងៃនេះស្ទើរចិញ្ចឹមខ្លួនឯងពុំគ្រប់ផងគុំថាឡាយយកទៅផ្គត់ផ្គង់ប្រពន្ធកូនឬគ្រួសារឲ្យមានជីវភាពរស់នៅបានសមរម្យនោះចំពោះគ្រូបង្រៀនបើនិយាយទៅវាជាឪពុកម្ដាយទី2របស់សិស្សអញ្ចឹងរាជរដ្ឋាភិបាលគួរត្រូវតែគិតទៅលើបញ្ហាបៀវត្សរបស់គ្រូដើម្បីឲ្យគ្រូទាំងអស់ទទួលបានសមស្របទៅនឹងជីវភាពរស់នៅរបស់គាត់ទាក់ទិនបញ្ហានេះមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីក្រសួងអប់រំមិនធ្វើអត្ថាធិប្បាយទេជុំវិញសារព្រមានដឹកនាំក្រុមគ្រូបង្រៀនធ្វើកោតកម្មនៅទូទាំងប្រទេសរបស់លោករងឈុននេះទេនៅរសៀលថ្ងៃច័ន្ទប៉ុន្តែរដ្ឋាភិបាលនិងស្ថាប័នរដ្ឋមួយចំនួនមានទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឬក្រសួងការងារជាដើមបានព្រមានប្តឹងមេដឹកនាំសមាគមគ្រូបង្រៀនរូបនេះទៅកាន់តុលាការចំពោះសកម្មភាពដឹកនាំកម្មករធ្វើកោតកម្មទាមទារដំឡើងប្រាក់ខែគោល$160ប៉ុន្មានថ្ងៃមកនេះត្រង់ចំណុចនេះលោករងឈុនដែលជាប្រធានសហភាពសហជីពកម្ពុជាផងនោះមានប្រសាសន៍ថាមិនញញើតឬតក់ស្លុតនឹងពាក្យបណ្ដឹងរបស់រដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធមកលើរូបលោកនោះទេហើយបានអះអាងថានឹងបន្តដឹកនាំក្រុមកម្មករនិងគ្រូបង្រៀនដើម្បីទាមទាររដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យបានសមរម្យមិនរាថយឡើយយើងឃើញទំពើនឹងសកម្មភាពដែលស្ថាប័នមិនស្របច្បាប់នេះវាជារឿងមួយរំលោភសិទ្ធិរំលោភច្បាប់រដ្ឋធម្មនុញ្ញពីព្រោះការទាមទារប្រាក់ឈ្នួលមួយសមរម្យការសម្ដែងមតិតាមរយៈកោតកម្មបាតកម្មដោយសន្តិវិធីត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលហើយត្រូវបានកំណត់នៅក្នុងអនុសញ្ញា ILO ថែមទៀតផងដែលកម្ពុជាយើងបានផ្ដល់សច្ចាប័នលោករងឈុនបានឲ្យដឹងថាសមាជិករបស់សមាគមគ្រូបង្រៀននៅទូទាំងប្រទេសសរុបមានចំនួនជិត 10000 នាក់មេដឹកនាំសមាគមរូបនេះក៏បានអំពាវនាវដល់គ្រូបង្រៀនឬមន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋដទៃទៀតឲ្យចូលរួមធ្វើកោតកម្មមិនចូលបង្រៀនឬមិនចូលធ្វើការឲ្យបានច្រើនកុះករនៅថ្ងៃច័ន្ទទី6ខែមករាឆ្នាំ2014ដើម្បីទាមទារប្រាក់បៀវត្សសមរម្យនិងអាចមានជីវភាពរស់នៅបានថ្លៃថ្នូរជាមនុស្សដែលយុទ្ធជាវិទ្យុអាស៊ីសេរីទីក្រុងភ្នំពេញបាទលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរី
អភិបាលខណ្ឌឫស្សីកែវលោកឃ្លាំងហួតបានជូតទឹកទី3ទៅដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងក្រុមទី12ភូមិទួលគោកសង្កាត់ទួលសង្កែឲ្យរុះរើរបងសម្យាផ្ទះនិងសំណង់ផ្សេងដែលសង់ប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំមួយខ្សែដែលមានប្រវែង480ម៉ែត្រនិងទទឹង8ម៉ែត្រចាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូកតភ្ជាប់ទៅផ្លូវលេខ598ពលរដ្ឋដែលរងផលប៉ះពាល់នៃការពង្រីកផ្លូវទាំងនោះបានបដិសេធមិនរុះរើតាមការជូនដំណឹងនោះទេនិងទាមទារឲ្យមានការផ្ដល់សំណងសមរម្យជាថ្នូរនៃការរុះរើទាំងនោះអ្នកស្រីទេពសុរាវីមានសេចក្តីរាយការណ៍អំពីរឿងនេះបាទពលរដ្ឋ18គ្រួសាររស់នៅភូមិទួលគោកក្នុងខណ្ឌឫស្សីកែវព្រួយបារម្ភថាអាជ្ញាធរខណ្ឌអាចដាក់កម្លាំងឈូសឆាយរបងសម្យាផ្ទះនិងសំណង់ផ្សេងចេញដោយគ្មានសំណងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំសកលថ្ងៃទី1ខែមករាឆ្នាំ2014តំណាងពលរដ្ឋលោកសុកពីតូមានប្រសាសន៍ថាអាជ្ញាធរខណ្ឌលោកឃ្លាំងហួតបានដាក់អសានវិទ្យ3លើកមកហើយឲ្យពលរដ្ឋ18គ្រួសាររស់នៅអមសងខាងផ្លូវលំដែលត្រូវពង្រីកឲ្យរុះរើរបងសម្យាផ្ទះចេញដោយគ្មានសំណងការពង្រីកផ្លូវលំនោះត្រូវបានប៉ះពាល់ចូលដីពលរដ្ឋជម្រៅពី2ម៉ែត្រទៅ4ម៉ែត្រដោយអ្នកខ្លះត្រូវវាយកំទេចរបងថ្មធំអ្នកខ្លះប៉ះពាល់សម្យាផ្ទះតម្រូវឲ្យរុះរើហើយអ្នកខ្លះទៀតត្រូវឈូសឆាយផ្ទះផ្នែកខាងមុខចេញដើម្បីស្ថាបនាពង្រីកផ្លូវចាក់បេតុងដែលមានទទឹង8ម៉ែត្រតំណាងពលរដ្ឋរូបនេះបញ្ជាក់ថាពលរដ្ឋមិនជំទាស់ចំពោះការពង្រីកផ្លូវទេតែស្នើសុំឲ្យមានការផ្ដល់សំណងឬទិញលក់ដូរដីដែលប៉ះពាល់ស្របតាមតម្លៃទីផ្សារពីទូទៅសាលាក្រុងគម្រោងអភិវឌ្ឍផ្លូវលំផ្លូវបេតុងអញ្ចឹងគឺ 50% ប៉ុន្តែនេះគាត់អត់មានឲ្យយើងចេញ 50% គាត់ចង់ធ្វើឲ្យយើងតែម្ដងអញ្ចឹងបានថាវាចិត្តល្អនេះចម្លែកហើយប៉ះពាល់គេថាគេមិនជំទាស់ទេប៉ុន្តែឲ្យទូទាត់គ្នាតាមកាយភាពគ្នាទៅណាតំណាងរូបនោះបញ្ជាក់ថាតាមព័ត៌មានដែលលោកទទួលបានអាជ្ញាធរខណ្ឌបានខុបខិតជាមួយម្ចាស់បរិយាផ្ទះល្វែងមួយនៅតំបន់នោះចំនួន$30,000ដើម្បីចាប់បង្ខំឲ្យពលរដ្ឋរុះរើរបងសម្យាផ្ទះនិងសំណង់ខ្លះចេញដើម្បីពង្រីកផ្លូវឲ្យធំងាយស្រួលលក់ផ្ទះល្វែងឲ្យឆាប់ដាច់តំណាងអ្នកភូមិក៏មានផុសតាងជាសម្លេងបញ្ជាក់ថាតាមគម្រោងនៅថ្ងៃទី1ខែមករាអាជ្ញាធរគ្រោងដាក់កម្លាំងចុះទៅរុះរើសំណង់របស់អ្នកភូមិចេញបន្ទាប់ពីផុតអសានវិទ្យដែលកំណត់ដោយអាជ្ញាធរកាលពីថ្ងៃទី27ខែធ្នូកន្លងទៅវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអភិបាលរងខណ្ឌឫស្សីកែវលោកកោបស្លេះជុំវិញគម្រោងឈូសឆាយដីនិងសំណង់ផ្សេងរបស់ពលរដ្ឋរស់នៅក្នុងក្រុមទី12ភូមិទួលគោកបានទេនៅថ្ងៃទី31ធ្នូដោយលោកប្រាប់ថាកំពុងជាប់ប្រជុំយ៉ាងណានៅក្នុងលិខិតរបស់លោកឃ្លាំងហួតអភិបាលខណ្ឌឫស្សីកែវបញ្ជាក់ថាករណីពលរដ្ឋនៅតែរឹងរូសមិនព្រមរុះរើរបងសម្យាផ្ទះនិងសំណង់ផ្សេងដែលប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំដែលតភ្ជាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូកទៅផ្លូវលេខ598ទេនោះសាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាលចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតឬបាត់បង់សម្ភារៈអ្វីឡើយនាយកលេខាធិការដ្ឋានក្រមការងារពិសេសសិទ្ធិលំនៅឋានលោកសៀភិរមមានប្រសាសន៍ថាប្រសិនបើអាជ្ញាធរឈូសឆាយដីពលរដ្ឋដោយគ្មានសំណងទេនោះគឺជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិលំនៅឋានរបស់ពលរដ្ឋពួកគាត់ដូចជាបានមករស់នៅនឹងមានការទទួលស្គាល់ដឹងឮអីដែរហើយបើសិនជាអាជ្ញាធរគាត់នៅតែទៅរុះរើបណ្ដេញពួកគាត់ចេញដោយពុំមានចំណងទេខ្ញុំគិតថានេះគឺជារឿងដដែលមានន័យថារដ្ឋាភិបាលអត់មានកំណត់ទេគឺនៅតែរំលោភសិទ្ធិមនុស្សរំលោភសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋហើយរដ្ឋាភិបាលនឹងឯងជាអ្នកដែលខុបខិតជាមួយនឹងឈ្មួញនៅក្នុងការបណ្ដេញប្រជាពលរដ្ឋចេញនឹងទិន្នន័យឆ្នាំ2012របស់សាលារាជធានីភ្នំពេញបង្ហាញថាមានសហគមន៍មិនទាន់រៀបរយជាង600សហគមន៍នៅរាជធានីភ្នំពេញដែលត្រូវធ្វើការអភិវឌ្ឍនិងកែលម្អហើយគោលការណ៍រដ្ឋាភិបាលអាចបណ្ដេញពលរដ្ឋចេញពីលំនៅឋានឲ្យបានយ៉ាងតិចណាស់100សហគមន៍នៅក្នុងមួយឆ្នាំដើម្បីអភិវឌ្ឍនាងខ្ញុំទេពសុរាវីវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីតើលោកនាងធ្លាប់ទៅជួបហោរាឬគ្រូទាយឲ្យទស្សទាយពីជោគវាសនាឬអនាគតរបស់អ្នកដែរឬទេហើយតើរវាងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះមានជួបគ្រោះកាចអាក្រក់ឬមានការចម្រុងចម្រើនលើពីឆ្នាំចាស់យ៉ាងណាខ្លះ
ចានៅពេលបន្តិចទៀតលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីការទស្សន៍ទាយរបស់ហោរាមួយចំនួនពីស្ថានភាពសង្គមកម្ពុជាឆ្នាំ2014ងាកទៅខេត្តកំពង់ឆ្នាំងឯនោះវិញប្រជាពលរដ្ឋនៅឯស្រុកកំពង់លែងនិងស្រុករលៀបអៀខេត្តកំពង់ឆ្នាំងបានចោទក្រុមហ៊ុនបញ្ជូនពលករចេញទៅធ្វើការនៅក្រៅប្រទេសមួយឈ្មោះ IIS ថាបានបោកប្រាស់ប្រាក់របស់ប្រជាពលរដ្ឋក្រុមប្រជាពលរដ្ឋអះអាងថាពួកគាត់បានបង់ប្រាក់ទៅឲ្យក្រុមហ៊ុនក្នុងម្នាក់ចាប់ពី$150រហូតដល់$400សហរដ្ឋអាមេរិកក្នុងកំឡុងខែតុលាឆ្នាំ2012ការបង់ប្រាក់នេះគឺដើម្បីបានចេញទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុននេះក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្នពួកគាត់នៅតែមិនទាន់អាចចេញទៅធ្វើការបាននៅឡើយលោកចិនជិតថាមានសេចក្តីរាយការណ៍អំពីព័ត៌មាននេះប្រជាពលរដ្ឋចំនួន6គ្រួសាររស់នៅស្រុកកំពង់លែងនិងស្រុករលៀបអៀខេត្តកំពង់ឆ្នាំងកំពុងតែស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនានាដើម្បីជំរុញឲ្យក្រុមហ៊ុនបញ្ជូនពលករមួយឈ្មោះ IIS មានទីតាំងនៅរាជធានីភ្នំពេញសងប្រាក់ជូនពួកគាត់វិញខណៈពួកគាត់ជាប់បំណុលធនាគារជាច្រើនរយ$ដោយសារតែខ្ចីយកទៅបង់ឲ្យក្រុមហ៊ុននេះប្រជាពលរដ្ឋម្នាក់ក្នុងចំណោម6គ្រួសារអ្នកស្រីឋានច័ន្ទនីមានប្រសាសន៍ថាក្រោយពីរងចាំចេញទៅធ្វើការងារនៅប្រទេសថៃអស់រយៈពេលជាង1ឆ្នាំកន្លះមិនបានលទ្ធផលអ្វីនោះពួកគាត់បានសម្រេចចិត្តទាមទារឲ្យក្រុមហ៊ុនសងប្រាក់មកវិញហើយក៏លែងចង់ទៅធ្វើការអ្វីទៀតនោះដែរពីព្រោះខ្លាចគេយកទៅខុសកន្លែងដែលខ្លួនចង់ធ្វើឬមានការបោកប្រាស់ផ្សេងៗកើតឡើងសន្យាធំតែ3ខែទៀតទេបានឡើងទៅហើយបើបានឡើងទៅគេបកគោលលុយយើងវិញអញ្ចឹងណាដល់ពេលខ្ញុំទៅសួរដល់ក្រុមហ៊ុនហ្នឹងគេថាអត់មានលុយបកគោលឲ្យវិញទេព្រោះអីលុយហ្នឹងធ្វើប៉ាសពតអស់ហើយយកប៉ាសពតដល់ពេលខ្ញុំសុំប៉ាសពតគេថាយកប៉ាសពតទៅក៏បង់ហើយ50ទៀតបានប៉ាសពតហ្នឹងអ្នកស្រីបញ្ជាក់ថាគ្រួសាររបស់អ្នកស្រីបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Credit ចំនួន80,000រៀលនិងបានបញ្ចូលលុយផ្ទាល់ខ្លួនមួយចំនួនដើម្បីឲ្យគ្រប់ចំនួន1,200,000រៀលយកទៅបង់ឲ្យក្រុមហ៊ុន IIS ដោយសង្ឃឹមថានឹងបានទៅធ្វើការងារនៅប្រទេសថៃទាំងពីរនាក់ប្តីប្រពន្ធតាក់ទងនឹងបញ្ហានេះមន្ត្រីផ្នែកព័ត៌មាននៃក្រុមហ៊ុន IIS លោកជាតិសរិនមានប្រសាសន៍បញ្ជាក់ថាជាទូទៅពលករដែលបានបង់ប្រាក់រួចហើយគឺមិនអាចដកយកវិញបាននោះទេលោកថាតាមពិតការងារពីប្រទេសថៃបានធ្លាក់មកជាបណ្ដាដែរក៏ប៉ុន្តែពេលខ្លះមិនត្រូវទៅនឹងការងារឬរោងចក្រដែលពលករបានស្នើសុំដូច្នេះទើបមានករណីយឺតយ៉ាវក្នុងការបញ្ជូនពលករចេញបញ្ហាពលករខ្ញុំបញ្ជូនទៅជារឿយៗដែរមិនមែនអត់ជូនទៅទេប៉ុន្តែលេខទូរស័ព្ទពួកគាត់ហ្នឹងពួកខ្ញុំខលទៅជូនខលអត់ចូលជូនចាក់ចូលអត់បានលោកបញ្ជាក់ថាក្រុមហ៊ុន IIS គឺជាក្រុមហ៊ុនស្របច្បាប់និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងកាងារក្នុងការបញ្ជូនពលករចេញទៅធ្វើការនៅប្រទេសថៃនិងម៉ាឡេស៊ីជាង10ឆ្នាំមកហើយយ៉ាងណាលោកបានទទួលស្គាល់ថាបច្ចុប្បន្នមានពលករចំនួនពី300ទៅ400នាក់មិនទាន់បានចេញទៅធ្វើការនៅឡើយដូច្នេះទាមទារឲ្យពលករទាំងអស់អញ្ជើញមកដល់ក្រុមហ៊ុនផ្ទាល់ដើម្បីពិភាក្សាអំពីបញ្ហាយឺតយ៉ាវឬការងារផ្សេងតាក់ទងនឹងបញ្ហានេះប្រធានមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងលោកប៉ៅស៊ីថាមានប្រសាសន៍ថាខាងមន្ទីរមិនអាចជួយអ្វីបានដល់ក្រុមប្រជាពលរដ្ឋតាក់ទងនឹងបញ្ហានេះឡើយក៏ប៉ុន្តែលោកបានជំរុញឲ្យពលករទាំងនោះទៅជួបមន្ត្រីទទួលបន្ទុកផ្នែកនាយកដ្ឋានមុខរបរនិងហត្ថពលកម្មនៃក្រសួងកាងារដើម្បីពិភាក្សានិងដោះស្រាយជុំវិញបញ្ហានេះខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងបាទអាជ្ញាធរខេត្តស្ទឹងត្រែងបានអញ្ជើញតំណាងក្រុមហ៊ុនមន្ត្រីអាជ្ញាធរមូលដ្ឋានមកពិភាក្សាគ្នាអំពីគោលការណ៍ផ្ដល់សំណងសម្រាប់ផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទងទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមការពិភាក្សាគ្នានេះបន្ទាប់ពីក្រុមមន្ត្រីជំនាញចាប់ផ្ដើមវាស់វែងកំណត់ព្រំផ្ទៃអាងស្តុកទឹកដើម្បីឈូសព្រៃបោះសម្អាតអាងលោករដ្ឋាភិបាលមានសេចក្តីរាយការណ៍មន្ត្រីឃុំស្រែកបានច្រានចោលគោលនយោបាយផ្ដាល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ថាមិនបានបំពេញតាមការស្នើសុំរបស់ពលរដ្ឋនៅឡើយមេឃុំស្រែកលោកសៀកមេគង្គនៅថ្ងៃអង្គារទី31ខែធ្នូមានប្រសាសន៍បញ្ជាក់ថាក្រុមហ៊ុនបានអនុវត្តគោលនយោបាយផ្ដាល់សំណងដែលបានផ្សព្វផ្សាយកន្លងទៅមានលក្ខណៈទូលាយមិនច្បាស់លាស់និងចំណុចខ្លះទៀតតម្លៃសំណងមិនសមស្របតាមតម្លៃទីផ្សារដែលប្រជាពលរដ្ឋឯកភាព
លោកព្រមមានថានឹងមិនចូលរួមក្នុងអនុគណៈកម្មការបដូរទីលំនៅថ្មីសម្រាប់ការជំនះប្រជាពលរដ្ឋនោះឡើយក្នុងនាមខ្ញុំគណៈកម្មការមកខ្ញុំមិនទៅវាស់វែងទេពីព្រោះបើក្រុមហ៊ុនមិនដោះស្រាយដំណោះស្រាយរឿងបញ្ហារឿងគោលការណ៍សងសំណងឲ្យជាលក្ខយកឯកសារគោលនយោបាយសំណងរបស់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2នៅខេត្តស្ទឹងត្រែងចែងថាសំណងផលប៉ះពាល់ប្រជាពលរដ្ឋត្រូវទទួលបានលើសឬស្មើចំណែកក្រុមហ៊ុនមានកាតព្វកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យនិងគម្រោងអភិវឌ្ឍផ្សេងទៀតនៅតំបន់ប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មីតំណាងសហគមន៍លោកសុតខឿនចាប់អារម្មណ៍ថាប្រជាពលរដ្ឋចង់បានពិគ្រោះយោបល់រវាងសមាជិកពាក់ព័ន្ធក្រុមហ៊ុននិងប្រជាពលរដ្ឋស្ដីពីសំណងតម្លៃដីតម្លៃផ្ទះសម្បែងនិងតម្លៃផលដំណាំជាក់លាក់លោកបន្តថាអ្នកភូមិនឹងមិនបោះបង់ភូមិឋានផ្ទះសម្បែងដីធ្លីស្រែចម្ការចាស់របស់ពួកគាត់ទៅរស់នៅកន្លែងថ្មីនោះទេប្រសិនអ្នកភូមិមិនបានទទួលព័ត៌មានជាក់លាក់និងសមស្របពីតម្លៃសំណងមានការឯកភាពពីពលរដ្ឋដល់ថាសំណងអីគេសមមិនឲ្យគេមិនបានចូលមកជួបប្រជាពលរដ្ឋណាគុំជាចង់ឲ្យមានស្អីគ្រប់យ៉ាងណាសំណងក៏ឲ្យដូចទីផ្សារកាលពីដើមសប្តាហ៍អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំរវាងក្រុមហ៊ុនចិនឡានឆានសាងសង់ទំនប់វារីអគ្គិសនីមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីអាជ្ញាធរមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលការណ៍សំណងផលប៉ះពាល់ពលរដ្ឋប៉ុន្តែសហគមន៍មិនត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយមន្ត្រីសម្របសម្រួលអង្គការបណ្ដាញទន្លេ3លោកមីកមានផ្ដល់យោបល់ថាការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ជាប្រការចាំបាច់ដើម្បីចែករំលែកព័ត៌មានជាក់លាក់ស្ដីពីបញ្ហាសំណងនេះលោកបន្តថាក្រុមហ៊ុននិងរាជរដ្ឋាភិបាលគួរពិចារណាទៅលើតម្លៃទីផ្សារបច្ចុប្បន្ននិងការឯកភាពរបស់ពលរដ្ឋទាក់ទិនសំណងនេះមានទីផ្សារសេរីហើយតម្លៃដីតម្លៃសម្ភារៈតម្លៃស្អីហ្នឹងគឺវាមានគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងយើងស្នើសុំឲ្យខាងក្រុមហ៊ុននោះក៏ដូចជារដ្ឋាភិបាលនោះបច្ចុប្បន្ននេះគឺវាមានការផ្លាស់ប្ដូរឆ្លើយតបបញ្ហានេះអភិបាលរងខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋលោកយូបាសិតមានប្រសាសន៍បញ្ជាក់ថាអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់បំផុតទាក់ទិនសំណងប្រជាពលរដ្ឋនេះលោកបញ្ជាក់ថាក្រុមហ៊ុនបានឯកភាពជាមួយអាជ្ញាធរខេត្តឲ្យអនុគណៈកម្មការចុះសិក្សាផ្ទាល់ជាមួយពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធទាក់ទិនផលប៉ះពាល់ជាក់ស្ដែងដែលនឹងត្រូវទទួលបានសំណងត្រឹមត្រូវបំផុតហើយនឹងកំណត់ថ្ងៃគ្នាដើម្បីចុះខ្ញុំខំថាប្រហែលជាចូលឆ្នាំថ្មីហើយហ្នឹងយើងនឹងនាំនេះចុះចំហឬអត់មានអីផ្លែកទេគឺនៅតែការពីបងប្អូនជារដ្ឋរបាយការណ៍ពិសេសស្ដីពីសំណងនិងនយោបាយកែតម្រូវនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ឆ្នាំ2011បង្ហាញថាភូមិចំនួន7ក្នុងឃុំចំនួន4រងផលប៉ះពាល់ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង500ផ្ទះនេះមិនរាប់បញ្ចូលផ្ទះប្រជាពលរដ្ឋ48ផ្ទះទៀតនៅភូមិក្របីជ្រុំនិងភូមិខ្សាច់ថ្មីដែលអាចនឹងរងផលប៉ះពាល់ដូចគ្នាដែរខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីបាទលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលជម្រាបជូនដល់ខ្ញុំបាទមុំសុផុនសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងទៀតនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនស្ដីអំពីប្រពៃណីនិងជំនឿនៅតាមប្រទេសមួយចំនួនអំពីពិធីបុណ្យចូលឆ្នាំសកលការទស្សន៍ទាយរបស់ហោរាមួយចំនួនពីស្ថានភាពសង្គមឆ្នាំថ្មីឆ្នាំ2014ចាហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺព័ត៌មានបញ្ចប់ចាសូមអញ្ជើញអស់លោកនាងកញ្ញាតាមដានស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដារចាលោកនាងស្ដាប់ជាទីមេត្រីប្រពៃណីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលដែលមានប្រភពដើមពីជនជាតិនៃទ្វីបអឺរ៉ុបសម័យបុរាណឯកសារខ្លះបានបញ្ជាក់ថាបានចាប់ផ្ដើមជាដំបូងបង្អស់កាលពីប្រមាណ 4000 ឆ្នាំមុនដោយកំណត់តាមប្រតិទិនច័ន្ទគតិឬដំណើរគោចរនៃព្រះច័ន្ទដូចជាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែរប៉ុន្តែក្រោយមកនៅក្នុងអំឡុងឆ្នាំ46មុនគ្រិស្តសករាជព្រះចៅអធិរាជមួយអង្គនៃចក្រភពរ៉ូម៉ាំងបានកំណត់យកថ្ងៃទី1នៃខែមករាតាមប្រតិទិនសុរិយគតិឬដំណើរគោចរនៃព្រះអាទិត្យជាទិវាបុណ្យចូលឆ្នាំថ្មីដែលបានបន្តជាប់រហូតមកដល់សម័យកាលនេះចាប់ពីរដ្ឋធានី Washington អ្នកនាងកេសររញ្ញាសូមជូនសេចក្តីរាយការណ៍ពីជ្រុងខ្លះអំពីប្រវត្តិនិងជំនឿនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលអមដោយបទចម្រៀងស្វាគមន៍នាឱកាសបុណ្យដ៏ចំណាស់មួយនេះ
ជាតិសាសន៍នានានៅទ្វីបដទៃទៀតលើពិភពលោកដែរជនជាតិរ៉ូម៉ាំងសម័យបុរាណកាលពីច្រើនពាន់ឆ្នាំមុននោះគឺមានជំនឿផ្ទាល់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនឯកសារនានាគូបញ្ជាក់ថាជនជាតិរ៉ូម៉ាំងបានឧទ្ទិសពិធីបុណ្យឆ្នាំថ្មីចំពោះអាទិទេពរក្សាទ្វារឬខ្លោងទ្វារព្រះនាម Janus ដែលមានមុខពីរគឺម្ខាងបែរទៅមុខនិងម្ខាងទៀតបែរទៅក្រោយតាមប្រពៃណីគេជឿថាទេវរក្សាទ្វារឬទ្វារបាលនេះគឺជានិមិត្តរូបនៃការបដូរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីចំណេកកាលក្រោយមកគឺចាប់ពីឆ្នាំ1600ការកំណត់យកថ្ងៃទី1នៃខែមករាជាទិវាបុណ្យចូលឆ្នាំថ្មីនេះបានคล้ายទៅជាប្រពៃណីនៃប្រទេសលោកខាងលិចមួយចំនួនហើយក៏បានរីកសាយភាយដល់ប្រទេសនៃទ្វីបអាស៊ីអាហ្វ្រិកនិងអាមេរិកឡាទីនជាដើមចារីឯទំនៀមទម្លាប់នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនេះវិញក៏រៀបចំធ្វើឡើងទៅតាមប្រពៃណីសំខាន់មួយចំនួនពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់នៅរដ្ឋ Maryland អ្នកស្រីមាសម៉ាសាឌីដែលបម្រើការនៅអង្គការជនភៀសខ្លួនអាមេរិកនិងជានាយិកាសមាគមវត្តខ្មែរពុទ្ធិការាមនៅរដ្ឋ Maryland រៀបរាប់អំពីផ្នែកមួយនៃប្រពៃណីនាឱកាសចូលឆ្នាំសកលនេះជំរាបសួរបងប្អូនខ្មែរយើងទាំងអស់ជាទីនឹករលឹកតែបងប្អូនខ្មែរយើងទាំងអស់នៅនីសមុទ្រក៏នាំគ្នាប្រពៃធ្វើពិធីនេះដែរហើយគឺជាថ្ងៃមួយដែលគេបានមកជួបជុំបងប្អូនមិត្តភ័ក្តិថ្ងៃជិតទាំងអស់តាមគេហដ្ឋាននីមួយៗហ្នឹងក៏នាំគ្នាញ៉ាំម្ហូបអាហារជុំគ្នារហូតដល់វិនាទីចុងក្រោយនៅថ្ងៃទី1ឆ្នាំថ្មីហើយពួកយើងក៏នាំគ្នាជូនពរទៅវិញទៅមកយ៉ាងសប្បាយរីកទាំងអស់គ្នាទៅចានៅសហរដ្ឋអាមេរិកពិធីជួបជុំគ្នានារាត្រីចុងក្រោយនៃឆ្នាំចាស់ដើម្បីទទួលអបអរឆ្នាំថ្មីដែលល្បីជាងគេគឺនៅទីក្រុងញូវយ៉កអ្វីដែលពិសេសនោះគឺប្រពៃណីទម្លាក់បាល់ជូនពរ Wishing Ball ធ្វើអំពីត្បូងគ្រីស្តាល់ដែលគេចុចកន្លឹះយន្តទម្លាក់យឺតនាវេលាពាក់កណ្ដាលអាធ្រាត្រនៅទីលាន Times Square ដើម្បីស្វាគមន៍ឆ្នាំថ្មីបាល់គ្រីស្តាល់នេះមានចាពោសពសាធុការដែលមនុស្សពីទីផ្សេងបានសរសេរទៅកាន់អ្នកជាទីស្រឡាញ់របស់គេព្រមទាំងក្តីសង្ឃឹមបំណងប្រាថ្នានិងការតាំងចិត្តសម្រាប់ឆ្នាំថ្មីនៅប្រទេសអ៊ីតាលីសម័យបុរាណដែលជាទឹកដីដើមកំណើតនៃចក្រភពរ៉ូម៉ាំងក៏មានប្រពៃណីទម្លាក់របស់ចាស់ដែលគេឈប់ប្រើហើយនោះទៅតាមបង្អួចនារាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីចំណែកជនជាតិអាល្លឺម៉ង់វិញមានប្រពៃណីដុតរំលាយសំណហើយចាក់ទម្លាក់ទៅក្នុងទឹកត្រជាក់ដោយនាំគ្នាទស្សន៍ទាយភ័ព្វវាសនាឆ្នាំថ្មីទៅតាមរូបសំណដែលកកនៅក្នុងទឹកនោះបើសំណមានរាងជាបេះដូងនោះគេជឿថានឹងមានពិធីមង្គលការបើជារូបសំពៅមានន័យថានឹងមានការធ្វើដំណើរហើយបើមានរាងជារូបសត្វជ្រូកវិញគេរំពឹងថានឹងសម្បូរភោគផលចំណីអាហារនាឆ្នាំថ្មីជាក់ជាមិនខានពលរដ្ឋខ្មែរម្នាក់នៅទីក្រុងបាំងឡាំងបានរៀបរាប់ពីប្រពៃណីដ៏សំខាន់មួយទៀតនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលគឺការបាញ់កាំជ្រួចដែលជនជាតិអាល្លឺម៉ង់តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំទាំងរដ្ឋនៅតាមទីសាធារណៈនិងពលរដ្ឋទូទៅនៅតាមគេហដ្ឋានរៀងខ្លួនដោយចំណាយប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំអ្នកស្រីអូឡារូនអតីតអ្នកជំនាញតុបតែងមុខផ្នែកភាពយន្តនិងល្ខោនទៅតាមយុគសម័យនីមួយៗដែលបច្ចុប្បន្នចូលនិវត្តន៍ទៅហើយនោះបានថ្លែងអំពីជំនឿរបស់ជនជាតិអាល្លឺម៉ង់សម័យបុរាណក្នុងប្រពៃណីដុតកាំជ្រួចនេះបើថាយើងក៏ដូចនឹងចិនឬអាស៊ីយើងដុតហ្នឹងគឺគេបណ្ដឹងដូចថាដេញខ្មោចព្រាយអីពីឆ្នាំចាស់ហ្នឹងឲ្យវាអស់គេហៅថាអស់ចង្រៃណាចាក៏ប៉ុន្តែឥឡូវគេអុចហ្នឹងវាទៅជាការដូចថាសប្បាយហើយលាពីឆ្នាំចាស់ទៅឆ្នាំថ្មីចាក្រៅពីដុតកាំជ្រួចចម្រុះពណ៌ភ្លឺប្រងព្រាយនាឯកអាកាសមនុស្សម្នាដែលទៅជួបជុំគ្នានៅទីនោះតែងនាំគ្នាស្រែកច្រៀងនិងហូរកញ្ជ្រៀវយ៉ាងកងរំពងស្វាគមន៍ឆ្នាំថ្មីទំនៀមទម្លាប់នេះគឺជាប្រពៃណីបុរាណមួយទៀតក្នុងកិច្ចឆ្លងឆ្នាំចាស់ផ្
ផ្លាស់ចូលឆ្នាំថ្មីដោយមានជំនឿថានឹងនាំមកនូវសិរីសួស្តីនិងសុភមង្គលក្នុងក្រុមគ្រួសារពលរដ្ឋខ្មែរម្នាក់រស់នៅទីក្រុងប៉ារីប្រទេសបារាំងគឺលោកលុយបានហាន់ដែលជាស្ថាបត្យករចូលនិវត្តន៍ទៅហើយនោះបានរៀបរាប់អំពីប្រការនេះពេលនោះហើយដែលគេនៅកប់ឆ្នាំចាស់ហើយគេស្រែកហូដើម្បីនៅទទួលឆ្នាំថ្មីហើយតែចឹងហើយបានគេទៅជួបជុំគ្នានៅសង់អេលីសេដែលនៅផ្លូវធំជាងគេទាំងអស់នៅប៉ារីនឹងគឺថារបៀបគេអញ្ចឹងបាទនៅស្រុកបារាំងនេះចំពោះជនជាតិកាណាដាវិញក៏មានជំនឿនេះដូចគ្នាដែរគឺថាការនាំគ្នាទះដៃស្រែកហូកញ្ជ្រៀវនាវេលាពាក់កណ្ដាលអាធ្រាត្រដែលជារាត្រីចុងក្រោយនៃឆ្នាំចាស់ឆ្លងចូលព្រឹកថ្ងៃទី1នៃឆ្នាំថ្មីនឹងនាំមកនូវសេចក្តីសុខចម្រើននិងសន្តិភាពម្យ៉ាងវិញទៀតដូចជាប្រពៃណីខ្មែរនិងជាតិសាសន៍ដទៃទៀតដែរការជូនពរគ្នាទៅវិញទៅមកគឺជាទំនៀមទម្លាប់ដ៏សំខាន់មួយទៀតនៃពិធីបុណ្យចូលឆ្នាំថ្មីពលរដ្ឋខ្មែរម្នាក់នៅទីក្រុងម៉ុងរេអាល់អ្នកស្រីផុងផារីនដែលបម្រើការនៅក្រសួងយុតិធម៌នៃប្រទេសកាណាដាបានផ្ញើនៅក្តីនឹករលឹកនិងពោលសពសាធុការជូនដល់ជនរួមជាតិនាឱកាសចូលឆ្នាំថ្មីនេះចានៅស្រុកក្រៅនេះនិយាយថាគេពីនិយាយពីស្រុកខ្មែរគេនិយាយថាប្រជាជនស្រុកខ្មែរហ្នឹងឃើញតែអញឹមតែស្រុកខ្មែរហ្នឹងគេថាគេអញឹមចាខ្ញុំចង់ជូនពរឲ្យបងប្អូនខ្មែរទាំងអស់ឲ្យមានសន្តិភាពនៅប្រទេសយើងឲ្យសប្បាយឲ្យមានសោចឲ្យច្រើនក្នុង2014ហ្នឹងចាចំណែកអ្នកស្រីមីសម៉ាសាឌីពីសហរដ្ឋអាមេរិកអ្នកស្រីអ៊ូឡារូនពីប្រទេសអាល្លឺម៉ង់និងលោកលុយបានហាន់ពីប្រទេសបារាំងក៏បានផ្ញើក្តីនឹករលឹកនិងពោលសពសាធុការឆ្នាំថ្មីជូនដល់ជនរួមជាតិផងដែរខ្ញុំសូមជូនពរដល់បងប្អូនខ្មែរយើងទាំងអស់សូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អនិងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារទាំងអស់ជាពិសេសសូមឲ្យមានសុខសន្តិភាពសូមអរគុណដែរ Happy New Year ចាសូមឲ្យប្រជាជនក្រីក្រខ្មែរនឹងមានបាយមានម្ហូបទទួលទានគ្រប់គ្រាន់ហើយឲ្យបានមានទីជម្រកជ្រកនៅសមរម្យជាមនុស្សដូចគេដូចឯងទទួលសេចក្តីសុចរិតពីសំណាក់អស់លោកដែលភ្លេចខ្លួនធំខាងលើហ្នឹងដោយសូមបន់ឲ្យស្ដេចកូននិងស្ដេចម៉ែនឹងនឹកគិតសេចក្តីទុក្ខសោករបស់ប្រជារាស្ត្រក្រីក្រផងបាទក្នុងឆ្នាំថ្មីនេះខ្ញុំសូមថាឲ្យស្រុកខ្មែរទាំងអស់គ្នានឹងរួបរวมគ្នាគឺថាដើម្បីនឹងធ្វើឲ្យស្រុកយើងបានលូតលាស់ណាតែយើងគ្មានសាមគ្គីស្រុកមិនអាចនឹងលូតលាស់បានទេបាទចា៎នាងខ្ញុំគិសោរនីយ៉ាពីរដ្ឋធានី Washington សួស្តីឆ្នាំថ្មីឆ្នាំសកលបទចម្រៀងនេះមានចំណងជើងថាអឡាំងសាញដែលមានន័យថាលាហើយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីដែលជាបទចម្រៀងដ៏ចំណាស់មួយនៃជនជាតិស្កុតពលរដ្ឋនៃប្រទេសនិយាយភាសាអង់គ្លេសស្ទើរតែទាំងអស់នៅលើពិភពលោកតែនិយមនាំគ្នាច្រៀងបន្តនៅបទចម្រៀងនេះនាវេលាពាក់កណ្ដាលអាធ្រាត្រនៅយប់ចុងក្រោយនៃឆ្នាំចាស់ដើម្បីស្វាគមន៍ព្រឹកថ្ងៃទី1នៃឆ្នាំថ្មីឆ្នាំសកលលោកនាងស្ដាប់ជាទីមេត្រីប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿទៅលើការទស្សន៍ទាយអំពីវាសនាអនាគតនៃមនុស្សម្នាក់ៗទៅថ្ងៃមុខឬទាយអំពីលាភសំណាងឬការរកស៊ីប្រចាំឆ្នាំដើម្បីចង់ដឹងថាតើរវាងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះមានជួបគ្រោះកាចអាក្រក់ឬមានការចម្រុងចម្រើនលើសពីឆ្នាំចាស់យ៉ាងណាខ្លះចាស់ជាបន្តទៅនេះលោកសេចបណ្ឌិតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីបានទៅស្ដាប់ការទស្សន៍ទាយរបស់ហោរាមួយចំនួនស្ដីអំពីស្ថានភាពសង្គមនាឆ្នាំ2014នេះថាតើមានសុខទុក្ខយ៉ាងណាដែរ
ការទៅរកគ្រូទាយមិនប្រកាសថាគ្រូនោះទាយឆុតឬក៏ត្រូវតាមការព្យាករណ៍ទុកនោះទេក៏ប៉ុន្តែមនុស្សនៅតែមានជំនឿតគ្នាជាបន្តបន្ទាប់នៅក្នុងឆ្នាំ2013ចូលឆ្នាំ2014ខ្ញុំបាទសូមនាំអារម្មណ៍លោកនាងទៅជួបជាមួយនឹងគ្រូទាយពីរកន្លែងដែលនៅដាច់ឆ្ងាយពីគ្នាលោកនាងកុំទាន់អាចជឿតែសូមជួយពិចារណាទាំងអស់គ្នាជាដំបូងនេះសូមជួបលោកគ្រូទាយនៅជិតវត្តភ្នំដូនពេញគ្រូទាយនៅតាមចិញ្ចើមថ្នល់ឬនៅតាមម្លប់ឈើបច្ចុប្បន្ននេះមិនសូវជាសម្បូរដោយកាលពីប្រហែលឆ្នាំមុននោះទេដោយសារតែអាជ្ញាធរសាលារាជធានីភ្នំពេញបណ្ដេញឲ្យទៅតាំងអាសនៈនៅកន្លែងផ្សេងស្ត្រីគ្រូទាយម្នាក់អាយុប្រមាណជា60ឆ្នាំដែលតាំងអាសនៈជាប់នឹងរបងសួនកុមារខាងត្បូងវត្តភ្នំគ្រូទាយវ័យចំណាស់រូបនេះមើលទៅដូចជារវល់នឹងមុខរបរទស្សន៍ទាយនេះគួរសមសូម្បីតែសក់ក៏មិនសូវជាមានពេលសិតផងមើលទៅបានជាសក់គាត់មិនសូវជាមានរបៀបរៀបរយប្រមាណទេចំណែកអាសនៈដង្វាយគ្រូក៏មិនសូវជាមានអ្វីច្រើនដែរគឺមានតែកូនតុកមួយផ្ទើខាត់ធំមួយមញ៉េចាក់ភ្លេងពិនពៀតមួយនិងស្លាកយីហោមួយផ្ទាំងដែលសរសេរថាមើលបៀតម្លៃសេវាឬហៅថាត្រណិបគ្រូនោះក៏បានសរសេរបង្ហាញឲ្យដឹងជាស្រេចគឺចំនួន 20,000 រៀលដើម្បីកុំឲ្យអតិថិជនពិបាកនឹងសួរឬក៏ច្រឡំដាក់តិចជាងនេះនៅពេលដែលសាកសួរពីជោគវាសនាបុគ្គលម្នាក់លោកយាយគ្រូឆ្លើយមិនសូវតល់ទេក៏ប៉ុន្តែពេលដែលសួរអំពីបញ្ហានយោបាយសុខទេឬក៏សុខទុក្ខប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសក្នុងឆ្នាំ2014នេះតើមានសុខទុក្ខឬក៏ការរកស៊ីកាក់កបយ៉ាងណានោះលោកយាយរៀងអល់ឯកហើយក្រវីក្បាលបដិសេធថាមិនចង់ពាក់ព័ន្ធនៅក្នុងរឿងនេះទេមើលរឿងខ្លួនឯងអត់មានមើលរឿងប្រទេសជាតិហ្នឹងហើយគ្រូអត់ចង់មើលចង់ឲ្យខ្លួនឯងទៅសួរហ៊ុនសែនមិនចឹងទេគ្រូអត់ចង់លោកដៃទេប៉ិនបើទូបារមីមកមើលខ្ញុំមើលទោះជាយ៉ាងណាលោកយាយគ្រូរូបនេះថាចាំបួងសួងសួរទូសបារមីលោកយាយដូនពេញសិនតើគាត់ព្រមអនុញ្ញាតព្រមឲ្យមើលឃើញពីអនាគតប្រទេសជាតិនិងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅឆ្នាំថ្មីនេះដែរឬក៏យ៉ាងណាសម្រាប់ឆ្នាំថ្មីសុខទុក្ខប្រទេសខ្មែរយើងហ្នឹងពលរដ្ឋទាំងមន្ត្រីតូចមន្ត្រីធំហ្នឹងរកស៊ីធ្វើកិច្ចការអីឆ្នាំថ្មីហ្នឹងវាអាចទៅឬមិនទៅមិនទៅសុខឬក៏មិនសុខចម្រើនក៏មិនចម្រើនរយៈឆ្នាំថ្មីហ្នឹងចាហ្នឹងហើយអញ្ចឹងមានរតនីបារមីយើងបាទចេះគុណថ្វាយបង្គំពុទ្ធពធព្រះសង្ឃព្រះអង្គថែរក្សាលោកយាយម៉ៅលោកយាយពេញសុំយាងគុណចាប់មានការបន្តិចទៅតាមម្ចាស់ទឹកម្ចាស់ដីទីតាំងនៅកន្លែងនេះចៅថ្វាយបង្គំគ្រប់អង្គទាំងអស់សុំយាងឥឡូវគុណចាប់ចង់ដឹងពីរឿងស្រុកទេល្អឬមកអាក្រក់សុំយាងបារមីយាងក្រោយពីបួងសួងហើយលោកយាយគ្រូធ្វើមុខរៀងជ្រួចបន្តិចហើយឆ្ងល់ថាហេតុម៉េចបានជាឆាប់ម្ល៉េះលោកយាយថានៅចុងឆ្នាំ2013ប្រទេសជាតិមានការវឹកវរបន្តិចដោយអ្នកនយោបាយមិនសូវត្រូវរើគ្នាប្រជាពលរដ្ឋមិនសប្បាយចិត្តពិបាកនឹងរកស៊ីឬពិបាកនឹងបង្កើតមុខរបរថ្មីណាមួយបានប៉ុន្តែបើតាមសន្លឹកបៀទាយសម្រាប់ឆ្នាំ2014ឃើញថាល្អទៅវិញទេគឺយ៉ាងយូរក្រោយខែ1អ្នកនយោបាយនឹងត្រូវរើគ្នាវិញហើយប្រជារាស្ត្រក៏បានសុខរកស៊ីមានបានក្នុងឆ្នាំថ្មីទាំងអស់គ្នាខែ1ដូចថាបើនិយាយពីរឿងអីវាចាប់សពគ្រូអានឹងកុំចាំមើលសិនណាកុំអាចជឿណាព្រោះគ្រូនឹងក៏អត់ការពិតដែរនឹងគ្រូអត់អួតទេលោកយាយម៉ៅហាមដាច់ខាតរឿងអួតមិនឲ្យអួតប៉ុន្តែរឿងហ្នឹងមិនធម្មតាទេប៉ុន្តែក្នុងសិលឹកវាខ្ញុំទៅចេញលទ្ធផលជាល្អមិនដែលចេញទេនេះបើតាមលទ្ធផលពីការទស្សន៍ទាយតាមសិលឹកវាប៉ុន្តែសម្រាប់ចិត្តលោកយាយគ្រូផ្ទាល់ហាក់មានការងឿងឆ្ងល់ថាចុះហេតុអ្វីបានជាឆាប់ម្ល៉េះលោកយាយបានមើលបន្តទៀតថាមុននឹងត្រូវរើគ្នានោះប្រកាសជាមានការប៉ះទង្គិចគ្នាខ្លះពីដើមឆ្នាំដោយជាមិនផុតប៉ុន្តែមិនសូវជាធ្ងន់ធ្ងរពេកទេគ្រូប្រាប់ថាមានមុននឹងខែនេះខែ12ចូលខែ1នេះមានកន្លែងមានគេធ្វើបន្តិចទួយហើយមានឈាមបន្តិចឯកូនរឿងឲ្យអត់សោះអត់មានទេមានគ្រូប្រាប់ថាមានប៉ុន្តែវាមិនចលាចលខ្លាំងទេប៉ុន្តែលេខលោកប្រាប់ថាអត់អីផងសុខសប្បាយទេកូនអត់អីទេយ៉ាងណាក្តីលោកយាយគ្រូបានប្រាប់ពីខាងដើមមកហើយថាកុំទាន់អាចជឿគាត់ខ្លាំងពេកសូមឲ្យតាមដានស្ថានភាពជាក់ស្ដែងទាំងអស់គ្នាចាក់ចេញពីលោកគ្រូវត្តភ្នំហើយធ្វើដំណើរទៅឆ្ងាយគ្រប់បន្តិចគឺទៅរកគ្រូទាយនៅជើងភ្នំស្រង់ក្នុងខេត្តកំពង់ស្ពឺដែលមានចម្ងាយប្រមាណ60គីឡូម៉ែត្រពីទីក្រុងភ្នំពេញលោកគ្រូទាយនៅទីនោះក៏មិនខុសគ្នាពីលោកគ្រូទាយនៅវត្តភ្នំប្រមាណដែរលោកគ្រូទាយវ័យចំណាស់ជាង50ឆ្នាំឈ្មោះច័ន្ទឌូណារ៉ាមអាសនៈរបស់លោកគ្រូនោះរៀបចំឡើងដោយមាំទាំណាស់និងមានសភាពដូចជាកន្លែងអាថ៌កំបាំងម្យ៉ាងដែលរៀបចំតាមទំនៀមទម្លាប់ពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនាផងមុននឹងធ្វើការទស្សន៍ទាយលោកគ្រូរូបនេះ
ក៏ធ្វើពិធីបួងសួងដោយលោកយាយគ្រូនៅខាងវត្តភ្នំដែរនៅកិច្ចការទី1ខ្ញុំសូមបួងសួងនៅវត្ថុស័ក្តិសិទ្ធិនៃរបស់ព្រះពុទ្ធសាសនាបរមជីគ្រូនៃយើងព្រះសម្មាសម្ពុទ្ធគោតមហើយសូមបួងសួងមកតរាជនៅប្រខ័ណ្ឌរាជនិងដាវរាជាឆ្លាក់បញ្ជីអង្គព្រះវរហាក្សត្របិតាជាតិខ្មែរគ្រប់ចំនួនទី1គឺព្រះបិតាសម្ដេចឪសេនុក្រោយពីបួងសួងចប់លោកគ្រូទាយថាប្រទេសកម្ពុជានៅឆ្នាំ2014ខាងមុខនេះគឺនៅដើមឆ្នាំអាចមានសង្គ្រាមពាក្យសម្ដីតតាំងគ្នាយ៉ាងស្វិតស្វាញរវាងមន្ត្រីថ្នាក់ដឹកនាំប្រជាពលរដ្ឋប៉ុន្តែចំពោះសង្គ្រាមប្រដាប់អាវុធដែលអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះប្រកាសជាមិនមានទេបាទអត់មានសុខខ្មែរព្រោះខ្ញុំដឹងថានាគខៀវនិងនាគក្រហមគ្រាន់តែជាសម្ដែងរិទ្ធបញ្ចេញអំណាចតែប៉ុណ្ណឹងទីចុងបញ្ចប់នាគនិងនាគអោនក្បាលដាក់គ្នាកទុយបក់ឡើងទៅលើក្តោបនាគនឹងមានន័យថាខ្សោបទឹកដីក៏សោបជានារីមិនឲ្យគ្រូថ្នាក់ដោយអាវុធទេជាងនេះទៅទៀតលោកគ្រូទីដដាលបានព្យាករទុកថាអ្វីដែលខ្មែរបានបាត់បង់កន្លងទៅនោះនៅឆ្នាំ2014នេះខ្មែរនឹងអាចទទួលរបស់របរទាំងនោះមកវិញជាបន្តបន្ទាប់ព្រះពុទ្ធសាសនាគឺប្រជានារីយើងនៅឆ្នាំ2014នេះខ្ញុំសន្មតថានឹងកិច្ចការអ្វីនឹងឡើងទាំងអស់ពីសេដ្ឋកិច្ចនៅក្នុងពិភពលោកទាំងអស់ត្រូវការយកលុយមកឲ្យខ្មែរវិញពេលដែលអ្នកឯងយករបស់ខ្មែរអស់រយៈ90ឆ្នាំអ្នកឯងត្រូវតែយករបស់នឹងមកឲ្យខ្មែរវិញចឹងមានន័យថាយកលុយបាទមាសផុសលុយហោះគឺត្រូវយកមកឲ្យខ្មែរទោះខ្មែរបាត់ដីទោះខ្មែរបាត់ដំណាំចំការទោះបីជាខ្មែរបាត់ផលនៅធម្មជាតិត្រីមច្ឆាក្តីគឺពេលនឹងពិភពលោកទាំងអស់មិនថាប្រទេសណាត្រូវតែមកជួយខ្មែរទាំងអស់យ៉ាងណាក៏ដោយការពោលឡើងទាំងនេះគ្រាន់តែជាការព្យាករទុកទៅតាមទំនៀមដែលពលរដ្ឋធ្លាប់មានជំនឿតាំងពីបុរាណមកហើយមិនមានចែងនៅក្នុងគម្ពីរព្រះពុទ្ធសាសនាទេសុភាសិតបុរាណខ្មែរក៏បានលើកឡើងដែរថាគ្រូទាញម្ដាយថានិងសុភាសិតមួយទៀតបានពោលដែរថាភូតនឹងហោចោលនឹងជាងបើតាមសេចក្តីពន្យល់នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃជួនណាតចំពោះពាក្យថាក្បួនហោឬទំនេរហោនោះបានឲ្យដឹងថាបានជាបុរាណលោកពោលតគ្នានៅពាក្យនេះឡើងដោយសារហោតែងតែភូតកុហកផ្សំខ្លះចំណែកចោលនៅជាងគឺចង់សម្ដៅទៅលើជាងធ្វើគ្រឿងអលង្ការមានមាសនិងប្រាក់ដែលតែងតែលបកៃកឹបយកមាសប្រាក់ពីអ្នកដទៃដែលយកមកឲ្យធ្វើគ្រឿងអលង្ការនោះក៏ប៉ុន្តែមិនសុទ្ធតែអញ្ចឹងទាំងអស់គ្នានោះទេខ្ញុំបាទសេកបណ្ឌិតវុទ្ធុអាស៊ីសេរីភ្នំពេញចាលោកនាងស្ដាប់ជាទីមេត្រីឆ្នាំ2013នឹងកន្លងផុតទៅតែនៅមានបញ្ហាជាច្រើនបានកើតឡើងដូចជាបញ្ហារំលោភសិទ្ធិមនុស្សការកាប់ព្រៃឈើការបណ្តេញចេញពីដីធ្លីក្រោមគម្រោងអភិវឌ្ឍផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនិងបញ្ហាជាប់គាំងនយោបាយជាដើមតែនៅឆ្នាំថ្មីឆ្នាំ2014ខាងមុខនេះនឹងមានរឿងអ្វីកើតឡើងទៀតហើយរដ្ឋាភិបាលនឹងត្រូវដោះស្រាយបញ្ហាសេសសល់នៅឆ្នាំ2013យ៉ាងដូចម្តេចចាសសូមលោកនាងរងចាំស្ដាប់កិច្ចពិភាក្សាពិសេសស្ដីអំពីបញ្ហាសេសសល់នៅឆ្នាំ2013និងការដោះស្រាយបញ្ហានៅឆ្នាំ2014នៅរាត្រីថ្ងៃពុធទី1ខែមករាចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះសូមអរគុណបាទជាបន្តទៅទៀតនេះខ្ញុំបានមុំសុផុនសូមជូនព័ត៌មានបញ្ចប់មេដឹកនាំសហជីពធំបានសម្រេចចិត្តរំសាយបាតកោដែលតែងតែប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈនោះសិនដើម្បីទុកឲ្យកម្មករបានឈប់សម្រាកដើម្បីចូលរួមបុណ្យឆ្នាំសកលមួយថ្ងៃចំណែកឯរដ្ឋាភិបាលវិញបានព្រមានថាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងប្រធានសហជីពនិងសមាគមមួយចំនួនដោយបានចាត់ទុកថាជាអ្នកដែលនៅពីក្រោយខ្នងនៃការធ្វើបាតកម្មនោះលោកមុំសំណងដូប្រធានវិទ្យុសម្បុកឃ្មុំមានគម្រោងដឹកនាំបាតកម្មមួយ
ដើម្បីតវ៉ាសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្ថែមនិងបង្កើតទូរទស្សន៍សម្បុកឃ្មុំក៏ប៉ុន្តែគម្រោងនោះមានភាពចម្រូងចម្រាសនៅពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទោសថាការប្រុងធ្វើបាតកម្មនោះដោយគ្រាន់តែជាលេសមិនព្រមបង់ពន្ធចូលរដ្ឋតែប៉ុណ្ណោះពីព្រោះប្រធានវិទ្យុសម្បុកឃ្មុំបានចម្ពាក់ប្រាក់សោធទោសជាច្រើនពាន់លានរៀលដោយមិនទាន់បានបង់ចូលរដ្ឋនៅឡើយមេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានព្រមានថានឹងដឹកនាំក្រុមគ្រូបង្រៀនទូទាំងប្រទេសធ្វើកោតកម្មមិនព្រមចូលធ្វើការនៅសប្តាហ៍ទី1ដើមខែមករាឆ្នាំ2014គម្រោងធ្វើកោតកម្មនេះគឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនដល់លោកគ្រូអ្នកគ្រូមន្ត្រីរាជការឲ្យបាន1លានរៀលក្នុងមួយខែសម្រាប់គ្រូម្នាក់ៗដំណឹងដឹកនាំធ្វើកោតកម្មនេះសម្រាប់ក្រុមគ្រូបង្រៀនដែលនៅតាមបណ្ដាខេត្តនានានិងសាលាមួយចំនួនបានអះអាងថានឹងចូលរួមសហការលើកបដាតវ៉ានៅតាមសាលារៀងខ្លួនដែលពួកគាត់កំពុងតែបង្រៀននោះអភិបាលខណ្ឌឫស្សីកែវលោកឃ្លាំងហួតបានជូតទឹកទី3ទៅដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងក្រុមទី12ភូមិទួលគោកសង្កាត់ទួលសង្កែឲ្យរុះរើរបងសម្យាផ្ទះនិងសំណង់ផ្សេងដែលសង់ប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំមួយខ្សែដែលមានប្រវែង480ម៉ែត្រនិងទទឹង8ម៉ែត្រចាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូកតភ្ជាប់ទៅផ្លូវលេខ598ពលរដ្ឋដែលរងផលប៉ះពាល់នៃការពង្រីកផ្លូវទាំងនោះបានបដិសេធមិនរុះរើតាមការជូនដំណឹងនោះទេនិងទាមទារឲ្យមានការផ្ដល់សំណងសមរម្យជាថ្នូរនៃការរុះរើទាំងនោះប្រជាពលរដ្ឋនៅឯស្រុកកំពង់លែងនិងស្រុករលៀបអៀខេត្តកំពង់ឆ្នាំងបានចោទក្រុមហ៊ុនបញ្ជូនពលករចេញទៅធ្វើការនៅក្រៅប្រទេសមួយឈ្មោះ IIS ថាបានបោកប្រាស់ប្រាក់របស់ប្រជាពលរដ្ឋក្រុមប្រជាពលរដ្ឋអះអាងថាពួកគាត់បានបង់ប្រាក់ទៅឲ្យក្រុមហ៊ុនក្នុងម្នាក់ចាប់ពី$150រហូតដល់$400សហរដ្ឋអាមេរិកក្នុងកំឡុងខែតុលាឆ្នាំ2012ការបង់ប្រាក់នេះគឺដើម្បីបានចេញទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុននេះក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្នពួកគាត់នៅតែមិនទាន់អាចចេញទៅធ្វើការបាននៅឡើយចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអេស៊ីសេរីជាភាសាខ្មែរនៅពេលនេះសូមបញ្ចប់តែប៉ុណ្ណេះបាទលោកអ្នកនាងអាចបើកស្ដាប់វិទ្យុអេស៊ីសេរីតាមរលកធាតុអាកាសខ្លីឬ short wave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង5កន្លះដល់ម៉ោង6កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងនឹងអាចស្ដាប់វិទ្យុអេស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m និង 12140 kHz ស្មើនឹងកម្ពស់ 25m នៅពេលយប់ចាប់ពីម៉ោង7កន្លះដល់ម៉ោង8កន្លះតាមរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m និង 13850 kHz ស្មើនឹងកម្ពស់ 22m ចាលោកនាងកញ្ញាក៏អាចស្ដាប់វិទ្យុអេស៊ីសេរីតាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM 102 MHz នៅភ្នំពេញ FM 104.25 MHz នៅខេត្តកំពង់ធំនិង FM 92.25 MHz នៅខេត្តស្វាយរៀងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងផ្សាយនៅពេលយប់ចាប់ពីម៉ោង10កន្លះដល់ម៉ោង11កន្លះវិទ្យុសបុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង6ដល់ម៉ោង7និងនៅពេលយប់ចាប់ពីម៉ោង8កន្លះដល់ម៉ោង9កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង6កន្លះដល់ម៉ោង7កន្លះនិងផ្សាយនៅពេលយប់ចាប់ពីម៉ោង9កន្លះដល់ម៉ោង10កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងនៅពេលយប់ចាប់ពីម៉ោង10កន្លះដល់ម៉ោង11កន្លះនិងវិទ្យុសំឡេងអន្តរទេវី FM 90.25 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងនៅពេលយប់ចាប់ពីម៉ោង9ដល់ម៉ោង10យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យប្រកបជួបតែសេចក្តីសុខសេចក្តីចម្រើនរុងរឿងកំបីគ្លៀងគ្លាតឡើយចា៎សម្រាប់ពេលនេះនាងខ្ញុំខែសុណងនិងលោកមុំសុផុនព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអេស៊ីសេរីសូមអរគុណនិងសូមជម្រាបលា